បានសរសើរគ្នាជួបគ្នាជាមួយនៅវីដេអូថ្មីថ្ងៃនេះបងហើយខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីការប្រើប្រាស់ជាមួយនឹង feature មួយដែលនៅលើ DaVinci Resolve Studio 20អញ្ចឹងជាមួយនឹង function នេះខ្ញុំបាន highlight ខ្លីៗវីដេអូ highlight ខ្លីៗនៅក្នុង TikTok ក៏ដូចជា YouTube ឬក៏ Facebook page របស់ខ្ញុំវិចិត្រវិទ្យាផ្ទាល់អញ្ចឹងខ្ញុំបានបង្ហាញទៅលើគេហៅថា feature AI គឺតាក់ទងជាមួយនឹង AI Audio System ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីការប្រើប្រាស់ផ្ទាល់តែម្ដងនៅលើ project របស់ខ្ញុំអូខេតោះឥឡូវយើងក៏លេចមកមើលនៅលើ project របស់យើងគឺនេះគឺជា project ដែលខ្ញុំបានថតធ្វើការ screen record ហើយនឹងបង្ហាញពីគេហៅថាtraining workshop មួយដែលធ្វើឡើងដោយក្រុមហ៊ុន Blackmagic Asia ដែលមានការបង្រៀនពីខាងសិង្ហបុរីផ្ទាល់អញ្ចឹងគឺវគ្គ course training នេះគឺ free អ្នកនរគ្នាអញ្ចឹងដូចជាមិនតាន់ផុតថ្ងៃទេអ្នកនរគ្នានៅតែអាច register បានអូខេតោះឥឡូវយើង back មកនេះរបស់យើងវិញថាតើបែបម៉េចទៅលើ feature គេថា AI Audio System ណាហ្នឹងហើយអូខេអញ្ចឹងនេះនៅលើ timeline របស់ខ្ញុំចូលនៅលើ edit page អ្នកនរគ្នាណានៅក្នុង edit page ហើយអញ្ចឹងនៅក្នុងនេះខ្ញុំមាន folder timeline ខ្ញុំមាន media ខ្ញុំមាន audio អញ្ចឹងរាល់ project ទាំងអស់យើងត្រូវ organize ឲ្យវាអញ្ចឹងមកគឺវាមានភាពងាយស្រួលក្នុងការយើងedit អញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងនៅក្នុង timeline នេះគឺមានន័យថានៅក្នុង edit version 1នេះគឺខ្ញុំបាន edit ខ្ញុំដាក់ music intro ខ្ញុំមានជាសំឡេង voice record របស់ខ្ញុំហ្នឹងហើយអញ្ចឹងនៅក្នុងនេះគឺខ្ញុំអត់ទាន់បានមានន័យថាយើងអាចបានធ្វើការ mixing ឬក៏ទាញអីឲ្យវាគេថា balance គ្នាអញ្ចឹងណាហ្នឹងហើយអញ្ចឹងឥឡូវយើងទៅមើលដល់គ្នាថាវាខុសប្លែកគ្នាបែបម៉េចដែរបាទសួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញទាក់ទងជាមួយនឹងការចុះឈ្មោះចូលរៀនអូខេអញ្ចឹងដូចអ្នកនរគ្នាបានស្ដាប់ហើយនឹងឃើញផ្ទាល់នេះគឺមានន័យថាសំឡេង music intro របស់យើងក៏ចេញមកភ្លាមវា loud មានន័យថាវា really ខ្លាំងមែនទែនហើយពេលដល់ចាប់ផ្ដើមសំឡេង VO របស់ខ្ញុំដែលនិយាយជាមួយនឹងក្រុម video ហ្នឹងគឺវារៀង low ណាអញ្ចឹងមានន័យថាពីរហ្នឹងវាអត់ balance គ្នាទៅហើយអញ្ចឹងយើងចង់ដឹងថាតើទូនាទី AI vocal AI audio assistant ហ្នឹងវាធ្វើការងារអីបានខ្លះអញ្ចឹងថ្ងៃនេះយើងនឹងស៊ីជម្រៅដល់គ្នាថា feature របស់វាបែបម៉េចហើយវាធ្វើការងារអីបានខ្លះអញ្ចឹងនេះគឺជា sample មួយដែលងាយបំផុតយើងគ្រាន់តែដាក់ music background ហើយយើងមានជា VO track ហើយវានឹងធ្វើការ mix auto យើងផ្ទាល់តែម្ដងអូខេឥឡូវយើងមកមើលទៅលើ timeline ដែលខ្ញុំបាន duplicate អញ្ចឹងមានន័យថា timeline ហ្នឹងគឺគ្រប់យ៉ាងគឺដូចគ្នាទាំងអស់យើងគ្រាន់តែ duplicate មក timeline ថ្មីមកហើយបន្ទាប់មកយើងធ្វើការ function ជាមួយនឹង AI audio system ហ្នឹងអញ្ចឹងអានេះគឺខ្ញុំបានធ្វើហើយអញ្ចឹងឥឡូវយើងទៅស្ដាប់បងប្អូនគ្នាមើលថាវាភាពខុសប្លែករបស់វាបែបម៉េចបាទសួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញទាក់ទងជាមួយនឹងការចុះឈ្មោះចូលរៀនទៅលើ DaVinci Resolve 20 Wow ពិតជាអស្ចារ្យមែនទេអ្នកគ្នាជាមួយនឹង feature មួយនេះគឺមាននៅលើ DaVinci Resolve 20អញ្ចឹងដូចអ្នកគ្នាបានស្ដាប់គឺមានន័យថាសំឡេង music intro ក្បាលមុខគឺវាស្ដាប់មើលមកវាអត់លឺខ្លាំងទេមកល្មមទៅលើ standard ដែលខ្ញុំបានកំណត់អញ្ចឹងដូចខ្ញុំបាន mention ជាមួយនៅវីដេអូមុនអញ្ចឹងមានន័យថាខ្ញុំបានជ្រើសរើសជាមួយនឹង output platform ទៅលើ YouTube អញ្ចឹងវានឹងព្យាយាម normalize mastering ហ្នឹងគឺទៅតាម standard របស់ platform YouTube តែម្ដងអូខេហើយចាប់អារម្មណ៍មួយទៀតទៅលើគេហៅថា voice របស់យើងណាមិញនៅលើ original timeline ដែលយើងអត់តបានធ្វើអីទាំងអស់យើងអត់តបានប៉ះវាជាមួយ AI កាច់ EQ ឬក៏ធ្វើអីទេអញ្ចឹងសំឡេងវារៀង low រៀងអញ្ចឹងទៅប៉ុន្តែសម្រាប់ AI function ដែលវាធ្វើហើយនេះមានន័យថាសំឡេងយើងស្ដាប់មកវា clear ហ្មង clear ហើយវា boost signal សំឡេងរបស់យើងនឹងវាកាន់តែគេហៅថាបើជាទូទៅយើងហៅថា enhance ណាធ្វើឲ្យវាកាន់តែប្រសើរឡើងឲ្យវាសំឡេងនឹងឲ្យមើលមកវា creepy ហ្មងវាគេថាស្ដាប់មកជាតិតែម្ដងហ្នឹងហើយអញ្ចឹងអានេះគឺងាយៗដល់គ្នាហើយ
សំឡេងដែលខ្ញុំ record ជាមួយនឹងrecord ជាមួយ screen នេះខ្ញុំប្រើជាមួយនឹង mic របស់ Rode NT អានេះគឺងាយស្រួលទេអ្នកនរ Rode NT នេះដូចជាប្រើតាមរយៈ port USB មិនដែលយើងអាចប្រើបានគ្រប់ទាំង MacBook Windows laptop desktop អីចឹងណាហ្នឹងហើយងាយស្រួល plug and play វាត្រូវការ set driver ញ៉ៃៗជាមួយ Mac អូខេអញ្ចឹងអ្នកនរគ្នាយល់យ៉ាងម៉េចដែរជាមួយនឹង feature ខ្លីៗ highlight ទៅលើ AI function មួយនេះអញ្ចឹងឥឡូវយើងចូលមកមួយទៀតថាតើរបៀបប្រើរបស់វាបែបម៉េចអូខេឥឡូវខ្ញុំសូម duplicate ទៅលើ edit V1 នេះអ្នកនរគ្នាណាខ្ញុំ duplicate timeline ណាអញ្ចឹង everything គឺ the same អត់តន់ផាយទាំងអស់បន្ទាប់មកខ្ញុំនឹងធ្វើការចូលទៅកាន់ timeline បន្តមកខ្ញុំចូលមកកន្លែង AI tool ហើយយើងរើសយកកន្លែង audio assistant ឃើញទេយើងចុចកន្លែងហ្នឹងមកអញ្ចឹងនៅក្នុង function នេះអ្នកនរគ្នាគេសួរយើងថា delivery standard របស់យើងហ្នឹងទៅកាន់នេះគេវាមាន YouTube វាមាន Netflix វាមាន Disney អូច្រើនមែនទេអ្នកនរគ្នាអញ្ចឹងអានេះបើសិនជាសម្រាប់បងដែលគាត់អត់សូវជំនាញ sound ដល់ដឹងថាអូគួរតែ master បែបម៉េចឬក៏អីបែបម៉េចអូខេ AI នេះអាចជួយបានអ្នកនរគ្នាអញ្ចឹងឥឡូវនេះខ្ញុំប្រើ delivery standard YouTube ព្រោះ YouTube ទៅខ្ញុំ focus លើ platform YouTube អញ្ចឹងណាអ្នកនរគ្នាអូខេអញ្ចឹងយើងយកពី auto មិញមកវ៉ាវទៅហើយអ្នកនរគ្នានេះអូលឿនមែនតើអញ្ចឹងនៅក្នុងនេះវាចែកទៅលើ audio classification វាមាន dialogue mode វាមាន music mode វាមាន sound effect ambient mode វាមាន final mastering ទៅតាម layer អញ្ចឹងទៅអញ្ចឹងដោយសារនៅក្នុងនេះខ្ញុំមានតែ music background ទេហើយនឹង dialogue តែប៉ុណ្្នឹងឯងហើយអញ្ចឹងវានឹងធ្វើ track ហ្នឹងវានឹង rename មកយើងទៀតវាប្រាប់ថាអូខេអានេះ music track អានេះ dialogue track អីចឹងទៅអូខេអានេះគឺ feature មួយដែលឆ្នាំថ្មីនេះគឺប្រើមួយ AI គឺអែមមែនតើអ្នកនរគ្នាអញ្ចឹងអានេះគឺសម្រាប់បងដែល content creator គាត់ត្រូវការគេហៅថាការងារលឿនណាលឿនឲ្យគុណភាពទៀតអញ្ចឹង complete ប្រើ DaVinci Resolve 20 Studio អញ្ចឹង Studio ហ្នឹងមានន័យថាសម្រាប់អ្នកដែល license ខ្ញុំបន្តបានតេស្តដែរជាមួយនឹងអ្នកអត់ license ប្រហែលជាមិនមាន feature នេះទេគឺសម្រាប់តែបងប្រើ Studio មកទៅអញ្ចឹងបើសិនជាអ្នកនរគ្នាដែលប្រើ free version អាចជួយ comment នៅក្នុងវីដេអូនេះផងថាអាចប្រើបានអត់អូខេអញ្ចឹងឥឡូវយើងបានជាធ្វើការងារហើយនេះឃើញទេអញ្ចឹងនៅក្នុងនេះវាមាន dialogue វាមាន dialogue 1 dialogue 2 អញ្ចឹងទៅអញ្ចឹងអានេះដោយសារត្រាក់ខ្ញុំនឹងក្រុមនេះចោលមួយទៀតទេអញ្ចឹងបានវា create បង្កើតជា dialogue 2អញ្ចឹងយើងកុំខ្វល់វាហ្នឹងហើយបន្តមកកន្លែងត្រាក់នេះត្រាក់ A3 ហ្នឹង music ឃើញទេអញ្ចឹងឥឡូវយើងស្ដាប់មើលបាទសួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញទាក់ទងជាមួយនឹងការចុះឈ្មោះចូលរៀនទៅលើ DaVinci Resolve 20អញ្ចឹងដូចខ្ញុំបានទម្លាក់វ៉ាវអែមមែនតើអ្នកគ្នាអែមមែនតើអញ្ចឹងយើងចង់ដឹងមើលថាគេធ្វើម៉េចអញ្ចឹងយើងចូលមក Fairlight អញ្ចឹងនៅក្នុង Fairlight page នេះគឺមានន័យថាផ្ដោតទៅលើការ mixing sound អញ្ចឹងនៅក្នុងនេះវាមាន mixer កន្លែងយើងចូលមកកន្លែង mixer នេះមកណាអញ្ចឹងនៅក្នុងនេះគឺឃើញវាធ្វើការងារ auto យើងឯងវាដាក់ស្អីគេ dialogue track មាន AI voice isolate មានន័យថាយើងផ្ដាច់សំឡេងរំខានណាហ្នឹងហើយហៅ noise reduction អីហ្នឹងហើយអញ្ចឹងអានេះគឺធ្វើឲ្យយើងមកចប់ហ្មងហ្នឹងហើយអញ្ចឹងតាក់ទងជាមួយនឹងកាត់អីគេមាន rehearsal មានអីនេះសំឡេងយើងអីគឺវា analyze ឲ្យយើង auto ហ្មងអ្នកនរគ្នាហើយតាក់ទងជាមួយនឹង bus នេះអា master output ហ្នឹងវាមាន multi band វាមាន limiter គឺវាមានចងយ៉ាងឲ្យហ្មងឃើញទេវាមាន docker មានអីនេះ music background នៅក្នុង A3 អញ្ចឹងនៅក្នុងហ្នឹងវាមានយើងចាប់ធ្វើម៉េចពេលដែលនិយាយទៅ music នឹងវា low ឬអីចឹងណាហ្នឹងហើយវាគេហៅ docker អញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងនេះ feature នេះគឺអែមតែអ្នកនរគ្នាខ្ញុំ recommend សម្រាប់អ្នកដែលគាត់គេថាចូលចិត្តការងារលឿនហើយគុណភាពអញ្ចឹងកុំភ្លេច subscribe ជាមួយនឹង YouTube channel របស់ខ្ញុំហើយជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ